ជីវិតខ្ញុំអ្នកលក់ត្រេននៅហើយក្តៅត្រូវមិនភ្លៀងហើយបបារឿងពេលដែលអតិថិជនមកទិញម្ដងអូយតថ្លៃនោះតប្រាប់ថាត្រេនកពតទេនៅតែតថ្លៃទៀតអូយនំយ៉ាប់ឥឡូវបើសិនជាមានបងណាទិញអីមិនបាច់តថ្លៃទេ1គីឡូ30000 40000ហ្នឹងយកទៅត្រេនខ្ញុំមានរសជាតិឆ្ងាញ់ត្រេនកំពត1គីឡូ30000បើបងប្អូនណាជួយទិញខ្ញុំធានាថាមកឆ្ងាញ់តែម្ដងវ៉ាវនិយាយពីថាខឹងមិននោះខឹងឲ្យតែចេញពីធ្វើការឲ្យតែទៅធ្វើការតាំងអីគេភ្លៀងអាពេលឯងម៉ោងដេកម៉ោងអីត្រូវការតិចអីវាអត់ភ្លៀងទេអើយតែដល់ពេលម៉ោងធ្វើការអើយតែដល់ពេលម៉ោងចេញពីធ្វើការតាំងអីវាភ្លៀងបានអាខទៅសួរប្រអិនមើលហេតុអីបានជាភ្លៀងតែពេលហ្នឹងខ្នាញ់ឥឡូវដើរហ្មងចំណុកពេលភ្លៀងចូលក្រុមផ្ទះគេពេលភ្លៀងចូលក្រុមផ្ទះគេសង់ពិបាកជិះម៉ូតូជិះកង់អីតែមុខទៀតសិនជួររត់ទិញតរ៉េនញ៉ាំឌឺប្រអិនហ្នឹងទៀតអើយថ្ងៃនេះបើសិនជាមេឃភ្លៀងទៀតតរ៉េនឯងអេបាត់ហើយអត់មានអ្នកទិញសោះតែម្ដងនេះអើយត្រេនមួយនេះធំល្អនេះបងជួយទិញត្រេនខ្ញុំមួយបងខាងនេះជួយទិញត្រេនខ្ញុំមួយបងខាងនេះជួយទិញត្រេនខ្ញុំមួយបងជួយទិញមួយបងខ្ញុំអត់បានចង់បងអីចំពួកម៉ាក់សោះហើយឯងខ្លាចតែជាអ្នកលក់ត្រេនពីកាលហ្នឹងអូឥឡូវត្រេនមួយនិយាយអត់សូវច្បាស់នោះឥឡូវគ្នាតាំងពីចេះគិតគូរមានកំណត់ចាស់ទុំមកឥឡូវខ្លាចតែជាអ្នកលក់ត្រេនឯងតាណាមកណាដែរមកចូលទិញត្រេនគ្នាទិញមកនេះ1គីឡូតែ30000នេះអេហើយលក់ចឹងមិនត្រូវមិត្តភក្តិគ្នាឯងសំតលក់ថោកសំតែ1គីឡូ20000អីគេលក់ធម្មតា1គីឡូ25000តែដល់ពេលមិត្តភក្តិគ្នាឯងលក់30000នេះបានហៅថាមិត្តភក្តិមែនណាហ្នឹងហើយមិត្តភក្តិហ្នឹងហើយបានលក់ថ្លៃជាងគេបើថាអ្នកផ្សេងលក់តែ20000ទេអាមិត្តភក្តិហ្នឹងឯងលក់30000ព្រោះឯងគ្នាដឹងថាឯងវាមានលុយច្រើនហើយឯងមើលនេះត្រេននេះដូចអត់ញ៉ាំដូចស្បៀងបោះហែងទេបោះគ្នាគ្មានបន្លាចឹងទេអានេះបន្លាបោះគ្នាឡើងមូលតលនិយាយចឹងកំណើមូលតលមូលមិនតលអីចឹងជួយទិញត្រេនគ្នាមួយមកនេះយកទៅសិនណាចាំត្នេះចាំគ្នាទៅយកលុយដល់ផ្ទះចឹងអរគុណច្រើនណាចឹងគ្នាលាទៅសិនហើយត្នេះចាំតលេងផ្ទះគ្នាចាំគ្នាឲ្យលុយដោយសារតែឥឡូវហ្នឹងគ្នាអត់បានយកលុយមកផងហ្នឹងដឹងហើយចាំគ្នាទៅបាយកុំភ្លេចមួយថ្ងៃការ500ដឹងហើយចាំគ្នាឲ្យ3ជើងហើយមកយកមកមួយថ្ងៃការ500គ្នាទៅហើយចឹងបាយ see you when you see me ទៅនឹងប្រយ័ត្នប្រយែងផងសុខសប្បាយផ្លូវកាយវិញ